បាទសួស្តីបងប្អូនទាំងអស់គ្នាបាទបងប្អូនថ្ងៃនេះគឺខ្ញុំមានកម្មវិធីកាត់តវីដេអូមួយដែលស្តៀង CapCut មែនទែនកម្មវិធីនោះមានឈ្មោះថាកម្មវិធី VN កម្មវិធីនេះបងប្អូនអាច download នៅលើ App Store ក៏បាននៅក្នុង Play Store ក៏បានដែរអញ្ចឹងវាមាន option មានមុខងារច្រើនមាន tool ច្រើនស្តៀងទៅនឹង CapCut ដែរដោយសារបច្ចុប្បន្ននេះ CapCut មានបញ្ហាច្រើនទាក់ទងនឹងការដាក់ពាណិជ្ជកម្មនៅពេលដែលយើងកាត់តគឺភាគច្រើនគឺលោតពាណិជ្ជកម្មមកច្រើនអញ្ចឹងជៀសវាងការរំខានកន្លែងហ្នឹងបងប្អូនអាចមកប្រើប្រាស់កម្មវិធី VN បានអញ្ចឹងខ្ញុំនឹងបញ្យល់ខ្លះៗអំពី option វាទាក់ទងនឹងយើងការកាត់តវីដេអូរបស់យើងហ្នឹងហើយនៅពេលដែលបងប្អូនចូលមកដល់កន្លែងផ្ទាំងបែបនេះគឺបងប្អូនអត់មានលោតកិច្ចការដូចខ្ញុំទេដោយសារអីដោយសារបងប្អូនអត់ទាន់បានបង្កើតនៅកិច្ចការឬក៏បច្ចេកដើម្បីធ្វើការកាត់វីដេអូអញ្ចឹងដើម្បីបង្កើតនៅបច្ចេកបានបងប្អូនងាកមកមើលកន្លែងនេះកន្លែងសញ្ញាពណ៌ខៀវសញ្ញាបូកហ្នឹងអញ្ចឹងបងប្អូនចុចកន្លែងហ្នឹងមកអញ្ចឹងបងប្អូនចុចមកកន្លែងហ្នឹងគឺវាលោតមកផ្ទាំងមួយទៀតគឺកន្លែង create កន្លែងផ្ទាំងនេះគឺយើង create នៅ project អញ្ចឹងដើម្បីបង្កើតនៅ project មួយដើម្បីធ្វើការកាត់តវីដេអូបានគឺបងប្អូនចុចកន្លែង new project ហ្នឹងអូខេអញ្ចឹងវាចូលមកដល់កន្លែងនេះគឺវាឲ្យយើងរើសនៅវីដេអូណាមួយដែលបងប្អូនមានអញ្ចឹងបងប្អូនមានវីដេអូមួយណាបងប្អូនរើសយកវីដេអូមួយហ្នឹងមកដើម្បីយកមកកាត់តអញ្ចឹងឧទាហរណ៍ជាវីដេអូមួយនេះខ្ញុំយកវីដេអូមួយនេះអញ្ចឹងបងប្អូនចុច select វាមកវាលោតសញ្ញា tick បែបនេះវាលោតសញ្ញា tick គឺវាលោតធ្លាក់មកខាងផ្ទាំងខាងក្រោមផ្ទៃខាងក្រោមហ្នឹងអញ្ចឹងបងប្អូនងាកមកកាន់សំទោសបងប្អូនងាកមកមើលសញ្ញាព្រួយនេះគឺបងប្អូនចុចលើសញ្ញាព្រួយនឹងមួយមកអានេះខ្ញុំបង្ហាញសម្រាប់តែបងប្អូនដែលបងប្អូនទើបតែរៀនកាត់តវីដេអូអញ្ចឹងបើបងប្អូនអ្នកផ្សេងគាត់ចេះហើយអញ្ចឹងបងប្អូនអាចរំលងវីដេអូនេះបាននេះខ្ញុំបញ្ជាក់កន្លែងហ្នឹងអូខេអញ្ចឹងវាចូលមកដល់កន្លែងនេះហើយគឺវាលោតមុខងារឲ្យយើងធ្វើការ edit កែពណ៌កែសំឡេងកែអីតាមហ្នឹងអញ្ចឹងអានេះខ្ញុំអត់ទាន់បង្ហាញដល់កន្លែងហ្នឹងទេគឺខ្ញុំបង្ហាញត្រឹមថាការកាត់ចិញ្ច្រាំវីដេអូយ៉ាងសិនអូខេអញ្ចឹងដើម្បីកាត់ចិញ្ច្រាំវីដេអូបានបងប្អូនចុច select លើវីដេអូបែបនេះគឺវាលោតបែបហ្នឹងអញ្ចឹងបងប្អូនចង់ចិញ្ច្រាំវីដេអូយើងកន្លែងណាមួយឬកន្លែងប្លង់ណាមួយបងប្អូនអូសវាមកយើងអូសបែបនេះក៏បានយើងទាញបែបហ្នឹងទាញពីស្ដាំមកឆ្វេងយើងទាញបែបនេះមកអញ្ចឹងយើង rotate វីដេអូយើងបានដែរអញ្ចឹងឧទាហរណ៍យើងចង់កាត់កន្លែងហ្នឹងបងប្អូនមើលកន្លែងពីរូបកត្រៃហ្នឹងណាខ្ញុំច្រឡំប៉ះដៃចុកម្ដងទៀតឃើញរូបកត្រៃហ្នឹងឯងរូបកត្រៃហ្នឹងគឺតំណាងក្នុងការកាត់ចិញ្ច្រាំវីដេអូកន្លែងណាមួយដែលយើងចង់កាត់ហើយភាសាអង់គ្លេសក៏គេដាក់ដែរឈ្មោះវាអញ្ចឹងបងប្អូនចុចមក select វីដេអូហើយបងប្អូនចុចកន្លែងនេះដូចថាយើងចង់កាត់កន្លែងប្លង់នឹងមួយចោលហើយយើងកាត់មកកាត់មួយពឹបឃើញអត់កាត់មួយវាដាច់វាលោតមកប្លង់អានេះអញ្ចឹងឲ្យថតប្លង់អានេះយើងអត់យកទេអញ្ចឹងយើងកាត់មួយទៀតមកហើយយើងយកកន្លែងលុបកន្លែងប្លង់នឹងមួយអញ្ចឹងដើម្បីលុបប្លង់វីដេអូបានគឺបងប្អូនចុចពាក្យថា delete រូបធំសម្រាមហ្នឹងអញ្ចឹងវា delete ចេញហើយអញ្ចឹងនេះគឺជាការកាត់តវីដេអូវគ្គដំបូងអញ្ចឹងបងប្អូនរៀនប៉ុណ្្នឹងសិនចាំមើលវីដេអូក្រោយខ្ញុំនឹងបង្ហាញរបៀបការកែពណ៌និង